សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកយកមកបាទបង្រៀននៅមេរៀនទី3ដែលខ្ញុំនឹងលើកយក tag មួយទៀតដែលមានឈ្មោះថា heading ដែលអក្សរកាត់នៅក្នុង HTML គឺយើងប្រើអក្សរ H បាទ heading នេះគឺជាទំហំបាទជាទំហំរបស់អក្សរដែលយើងបាននឹងវាយជាអក្សរនៅក្នុង website ហ្នឹងបាទមានទំហំពីលេខ1ដល់លេខ6បាទនៅក្នុងកម្មវិធី HTML គឺគេរាប់បញ្ច្រាស់មកវិញគឺលេខ1គឺជាអក្សរបាទទំហំធំបំផុតហើយនិងលេខ6គឺជាអក្សរដែលជាទំហំតូចបំផុតបាទឥឡូវយើងលុបបាទ paragraph មេរៀនចាស់មុនចោលសិនទៅបាទអញ្ចឹងយើងចាប់ផ្ដើមបើក tag ដែលមានអក្សរ H បាទឥឡូវយើងឧទាហរណ៍ថាយើងបើក H1 បាទយើងបិទបាទ H1 បាទគឺមាននេះយើងប្រើ heading បាទលេខ1បាទគឺជា heading ដែលនឹងបង្ហាញនៅអក្សរធំបំផុតបាទ this is my heading បាទឧទាហរណ៍ចឹងចុះបាទឥឡូវយើង copy ទាំងអស់ទៅបាទយើងចូលទៅក្រោមហើយយើងបាទ paste បាទ1 2 3បាទ4 5បាទឲ្យបាន6បាទឥឡូវចូលទៅដូរបាទបាទយើងដាក់លេខ2លេខ3លេខ4បាទលេខ5បាទលេខ6លេខ2លេខ3លេខ4បាទលេខ5ហើយនិងលេខ6បាទឥឡូវយើងចូលទៅ save បាទបន្ទាប់មកយើង test មើលបាទឥឡូវយើងឃើញមានលក្ខណៈខុសៗគ្នាបាទនៅត្រង់ទំហំនៃតួអក្សរនឹងតែម្ដងបាទអញ្ចឹងយើងបានវាអក្សរជាប្រយោគដែលបាទមានពាក្យថាបាទមានប្រយោគថា this is my heading បាទយើងបានវាអក្សរដូចគ្នាទាំងអស់នៅក្នុងបាទនៅក្នុង heading ហ្នឹងបាទប៉ុន្តែយើងបានចែកនៅមុខងារដែលយើងមានដាក់នៅក្នុង tag heading 1 2 3 4 5បាទហើយនឹង heading 6អញ្ចឹងមានន័យថា heading ដែលយើងដាក់បាទលេខ1គឺជាអក្សរបាទធំបាទគឺជាអក្សរធំជាងគេរហូតដល់បាទដល់ heading ដែលយើងដាក់ដល់អក្សរលេខបាទ6គឺទៅជាអក្សរតូចជាងគេអញ្ចឹងយើងត្រូវចងចាំថាលក្ខណៈនៅក្នុងការសរសេរជាបាទទំហំនៃតួអក្សរនៅក្នុង HTML ហ្នឹងគឺយើងបាទរាប់បញ្ច្រាស់មកវិញបាទគឺ heading លេខ1គឺជាអក្សរធំជាងគេបង្អស់បាទ heading លេខ6គឺជាអក្សរបាទតូចជាងគេបង្អស់បាទតាមលំដាប់លំដោយបាទអញ្ចឹងយើងបានបាទរៀនអំពីបាទការប្រើប្រាស់ heading ដែលបាទជា tag មួយសម្រាប់បាទកែប្រែនៅទំហំតួអក្សរនៅក្នុងការសរសេរបាទកម្មវិធី HTML ហ្នឹងបាទបានចប់សគ្រប់ហើយបាទអញ្ចឹងខ្ញុំសូមអរគុណដែលបានទស្សនានៅមេរៀនដែលខ្ញុំបានបង្កើតនេះបាទហើយអញ្ចឹងយើងនឹងជួបគ្នានៅមេរៀនក្រោយបន្តទៀត